ជ្រុលនិយមកូនក្មួយទាំងអស់គ្នាមីងលើកប្រធានបទជ្រុលនិយមនេះឡើងដើម្បីចែកម្លែកធ្វើជារបងខាំងចិត្តពាក្យថាជ្រុលនិយមមួយម៉ាត់មិនចំពោះតែកប្បកិរិយាមិនចំពោះកាយវិការចិត្តមិនចំពោះអាជីវកម្មមិនចំពោះសកម្មភាពផ្សេងផ្ទាល់ខ្លួនរបស់ខ្លួនឯងឲ្យតែយើងកំណត់ខ្លួនឯងថាយើងចង់ខ្លាយទៅជាអ្វីយើងនឹងឃើញការចាប់ផ្ដើមហ្នឹងភាគច្រើនកូនក្មួយខ្លះជាក្មេងចំនួនក្រោយគាត់រកខ្លួនឯងមិនឃើញចង់ធ្វើនេះបន្តិចចង់ធ្វើនោះបន្តិចមានកូនក្មួយច្រើនសួរមីងថាអូចង់ធ្វើអានេះចង់ធ្វើអានោះរៀបចំយ៉ាងម៉េចទៅយ៉ាងណាហើយមីងសួរត្រឡប់ទៅវិញថាក្នុងខ្លួនក្មួយចង់ឃើញខ្លួនឯងខ្លាយទៅជាអ្វីសូម្បីតែការធ្វើវីដេអូរបស់មីងនៅក្នុង TikTok នេះគឺមីងចង់ឲ្យកូនក្មួយទាំងអស់ដែលបានមើលមកមីងឲ្យក្មួយទាំងអស់ស្គាល់មីងក្នុងនាមស្ត្រីលើវិស័យចលនាទ្រព្យអញ្ចឹងមីងបានកំណត់ខ្លួនឯងឲ្យថាខ្លួនឯងនៅក្នុងវិស័យចលនាទ្រព្យហើយជាស្ត្រីទៀតចឹងដើម្បីឲ្យខ្លាយខ្លួនឯងទៅជាមនុស្សមួយដែលជាគំរូនៅលើវិស័យហ្នឹងគឺត្រូវមានសមិទ្ធផលនិងមានលទ្ធផលក៏ប៉ុន្តែអាលទ្ធផលសមិទ្ធផលពេលនេះគឺមានការចាប់ផ្ដើមពីដំបូងរបស់មីងដែលមីងបានកំណត់ខ្លួនឯងថាខ្លួនឯងគឺចង់ខ្លាយទៅជាមនុស្សស្រីដែលនៅលើវិស័យចលនាទ្រព្យហ្នឹងឯងអញ្ចឹងបើសិនជាកូនក្មួយទាំងអស់គ្នាមើលសមត្ថភាពរបស់ខ្លួនឯងមើលចំណង់ចំណូលចិត្តរបស់ខ្លួនឯងរកខ្លួនឯងឲ្យឃើញថាខ្លួនឯងចង់ធ្វើអ្វីចង់ខ្លាយជាអ្វីចាំចាប់ផ្ដើមរៀនសូត្រពីនឹងទៅវិញកុំទៅពីពីព្រោះឯពេលវេលាក្នុងមួយថ្ងៃមួយខែមួយឆ្នាំរបស់យើងគឺជាជីវិតជីវិតគឺបែបហ្នឹងបើសិនជាយើងចាយជីវិតយើងខ្លាំងកាន់តែខ្លាំងគឺកាន់តែអស់យើងកាត់បន្ថយថ្ងៃរស់នៅរបស់យើងមិញមកទៅបច្ចុប្បន្នកាត់បន្ថយថ្ងៃរស់នៅរបស់មិញអស់ជិត50ឆ្នាំហើយមែនអត់អញ្ចឹងមិញចង់បញ្ជាក់ទៅកូនក្មួយថាអាការជ្រុលនិយមរបស់យើងវង្វេងជាមួយនឹងការអស់ទាញស្រើបស្រាក្នុងការមើលឃើញនឹងភ្នែកទាំងខ្លួនឯងមិនទាន់ដឹងថាខ្លួនឯងចង់ធ្វើអ្វីទេភាគច្រើនក្មេងៗបច្ចុប្បន្នគឺតែងតែមិនដឹងខ្លួនឯងធ្វើអីចង់ធ្វើនេះចង់ធ្វើនោះលេះតាមសមត្ថភាពរបស់ពុកម្ដាយជួយទ្រទ្រង់បានលេះតាមសមត្ថភាពរបស់ការអស់ទាញអ្នកគាំទ្រលេះតាមការបញ្ចូលបញ្ចែកសរសើរជាដើមលក្ខណៈអញ្ចឹងមីងចង់លើកទឹកចិត្តឲ្យកូនមួយចំនួនក្រោយថាបើសិនជាចង់ធ្វើអ្វីមួយមើលខ្លួនឯងសិនថាការអត់ធ្មត់ខ្លួនឯងមានហើយឬនៅអាជីពចំណង់ដែលខ្លួនកំពុងធ្វើហ្នឹងវាប្រើពេលវេលាអត់វាខុសពីការលក់នំទិញនំយកទៅលក់អូខេលក់មិនដាច់ចាប់ក៏ប៉ុន្តែអាលក់មិនដាច់ចាប់សួរថាតើយើងធ្វើអីទៀតថ្ងៃអនាគតអញ្ចឹងរកខ្លួនឯងឲ្យឃើញហើយកាត់បន្ថយនៅអារម្មណ៍ដែលឆេះឆួលឆាបឆេះតាមការដុតបញ្ឆេះរបស់អ្នកដទៃពីព្រោះនៅក្នុងโลกហ្នឹងណាគ្មានអ្នកណាចង់ឲ្យយើងល្អជាងគេក្រៅពីឪពុកម្ដាយយើងហើយនិងបងប្អូនយើងត្រូវដឹងថាអ្នកដែលចង់ឃើញយើងល្អគ្មានអ្នកណាក្រៅពីឪពុកម្ដាយយើងហើយនឹងគូជីវិតនៅក្នុងក្រុមគ្រួសាររបស់យើងឯងកូនយើងចង់ឲ្យម៉ែឪល្អដើម្បីប្រយោជន៍គឺគេរស់នៅក្នុងក្រុមរមនីរបស់គ្រួសារតែបើសិនជាអ្នកដតីវិញគឺមាត់ចង់ឲ្យយើងល្អក៏ប៉ុន្តែចិត្តគេមិនបានចង់គេល្អលើគេទេអូខេ